ជំរាបសួរបងប្អូនសិក្ខាកាមទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីម្ដងទៀតក្នុងកម្មវិធីសិក្សាវគ្គមូលដ្ឋានគ្រឹះនៃភាសាកូរ៉េជាមួយ Master Topic បងប្អូនបានសិក្សារួចមកហើយកាលពីវីដេអូមុនដែលយើងសិក្សាអំពី Pachim ការប្រើប្រាស់ជើងប្រកបដែលឡែកនៅក្នុងវីដេអូនេះយើងនឹងសិក្សាជាមួយនឹងមេរៀនថ្មីរបស់យើងមេរៀនទី3គឺការសិក្សាអំពីលេខបាទអញ្ចឹងយើងសិក្សាអំពីលេខវិញម្ដងអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីលេខកូរ៉េកាត់ចិនពីព្រោះលេខគឺគេបានបែងចែកជា2ប្រភេទបាទអញ្ចឹងនៅក្នុងភាសាកូរ៉េចំនួនលេខត្រូវបានបែងចែកជា2ប្រភេទផ្សេងពីគ្នានិងត្រូវបានបែងចែកសម្រាប់ការប្រើប្រាស់យ៉ាងច្បាស់លាស់ផងដែរគឺលេខកូរ៉េកាត់ចិននិងលេខកូរ៉េសុទ្ធបាទអញ្ចឹងលេខមាន2លេខកូរ៉េសុទ្ធនិងកូរ៉េកាត់ចិនដែលឡែកនៅក្នុងវីដេអូថ្ងៃនេះគឺយើងនឹងសិក្សាទៅលើហាន់ចោសុទ្ធចាចំនួនលេខកូរ៉េកាត់ចិនបាទអញ្ចឹងវីដេអូនេះយើងសិក្សាលេខកូរ៉េកាត់ចិនតោះអញ្ចឹងលេខកូរ៉េកាត់ចិនយើងសិក្សាពីលេខ0ទៅរហូតដល់លេខ100លានបាទតោះអញ្ចឹងខ្ញុំអានជូនខុងយ៉ងបាទខុងឬក៏យ៉ងបងប្អូនចេះអានទេបាទយើងបានសិក្សារួចហើយការប្រកបពាក្យដែលមានផាត់ឈីមនិងអត់ផាត់ឈីមរំលឹកខដាក់ស្រអូខងខុងឃើញទេអ៊ីអៀងកាលណាវានៅជាផាត់ឈីមវាស្មើនឹងអក្សរងត្រូវទេទាំងអស់គ្នាអញ្ចឹងខុងឬក៏យ៉ងស្មើនឹងលេខ0អ៊ីលអ៊ីលអ៊ីសាំសាអូយុកឈីលផាល់គូ10បាទម្ដងទៀតអ៊ីលអ៊ីសាំសាអូយុកឈីលផាល់គូ10អ៊ីលនេះគឺលេខ1បាទអដាក់ស្រីអ៊ីលោអ៊ីលឃើញទេទាំងអស់គ្នាអ៊ីលលេខ1អ៊ីលេខ2សាំលេខ3សាលេខ4អូលេខ5យុកលេខ6ឈីលលេខ7ផាល់លេខ8គូលេខ9 10លេខ10បងប្អូនចេះប្រកបអត់នៅអ៊ីអ៊ីលោអ៊ីលអស្អ៊ីអ៊ីនេះស្រៈអ៊ីសស្អាសាសាមួសាំសអាសាអូយូអ៊ូយូយូកយុកឆអ៊ីឈីលោឈីលផអាផាឡូផាល់កអ៊ូគូកអ៊ូគូសស្អ៊ីប10ឃើញទេបាទអញ្ចឹងបងប្អូនបានរៀនរួចហើយតោះឥឡូវយើងមើលអត់មានបាក់ទេចំនួនលេខខាងនេះគឺលេខបកប្រែលេខ0ខុងឬក៏យ៉ងលេខ1អ៊ីលអ៊ីលេខ2សាំលេខ3សាលេខ4អូលេខ5យុកលេខ6ឈីលលេខ7ផាល់លេខ8គូលេខ9 10លេខ10តោះនេះបងប្អូនចឹងចេះណា1ដល់10អ៊ីលអ៊ីសាំសាអូយុកឈីលផាល់គូ10សូត្រឲ្យញាប់អញ្ចឹងមកឲ្យវាទន្ទិញទៅវាចាំមាត់នេះវារដាស់អ៊ីលីសាំសាអូយុកឈីលផាល់គូ10អ៊ី10 20បាទចុះបាត់11 12ទៅណាដោយសារខ្ញុំអត់ដាក់នៅនេះវាចង្អៀតកន្លែងពេកអញ្ចឹងអ៊ី10 20នៅនេះគឺបងប្អូនប្រើរូបមន្តសាមញ្ញមួយនៅក្នុងការងាយយក10បូកចំនួន1ចេញ11 20បូក1ចេញ21 30បូក1ចេញ31អញ្ចឹងទៅឥឡូវឧទាហរណ៍ថា10លេខ10ចុះបងប្អូនចង់បានលេខ11ធ្វើម៉េចបងប្អូនយក10បូកអ៊ីល10បូកអ៊ីលទៅ10អ៊ីលលេខ11 10អ៊ី12សាំ10សាំ13អញ្ចឹងទៅណាបងប្អូនបូកចំនួនដែលបងប្អូនចង់បានឥឡូវទៀតថា11អញ្ចឹងបងប្អូនយក10បូក1 11 12 10បូក2 13 10បូក3 14 10បូក3 15 10បូក5 16 10បូក6 17 10បូក2 18 19ឃើញទេអញ្ចឹង1 2 3 4 5 6 7 8 9 10 11 10បូក1 10បូក2 10បូក3 10បូក4 10បូក5 10បូក6 10បូក7 10បូក8 10បូក9 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143
11 12 10 bột 2 13 10 bột 3 14 10 bột 4 15 10 bột 5 16 10 bột 6 17 bột 17 18 bột 8 19បូក9តោះនេះបងប្អូនគ្នាចឹងអាហ្នឹងរូបមន្តសាមញ្ញ10បូក1 11ប៉ុន្តែបើ1បូក10អត់ចេញ11ទេតោះនេះបងប្អូនគ្នា1បូក10ទៅចេញផ្សេងវិញបាទចឹងអានេះគឺ10បូក1តោះនេះបងប្អូនគ្នាណាបាទចឹង10 11 12 13 14ដល់19បងប្អូនចេះចុះដល់ពេលដល់20 20ទៅ easy វិញអត់ច្បាស់អញ្ចឹង20ទៅ e10 វិញអញ្ចឹង20 e10 10នេះគឺលេខ10តទៅពេល
il លេខ11 10e លេខ12 10e លេខ12ដល់ពេល e 10ទៅលេខ20វិញណាបងប្អូនគ្នាបាទយើងបញ្ច្រាស់វិញបាទបញ្ច្រាស់វិញ10បូក1 11 10បូក2 12ប៉ុន្តែដល់ពេល20យក2បូក10វិញ2បូក10ទៅចេញ e 10នេះបងប្អូនចង់បាន20យក2បូក10 30 3បូក10 40 4បូក10 50 5បូក10 60 6បូកលេខ10យល់ទេទាំងអស់គ្នាបាទអញ្ចឹង20 e 10 e លេខ2 10លេខ10អញ្ចឹងលេខ2 e បូកនឹង10ចេញ20 e 10បាទតោះនេះទាំងអស់គ្នាបាទតោះអញ្ចឹងខ្ញុំសូមលុបអញ្ចឹងងាយអត់ពិបាកចងចាំទេអញ្ចឹង10បូក1 11ប៉ុន្តែនៅពេលដែលយើងចង់បាន20យើងយក20ស្មើប៉ុន្មានលេខ2និងលេខ0អញ្ចឹងដល់ពេលយើងយក20វាទៅជា e 10វិញ e លេខ2យក2បូក10ចេញ20ចុះដល់ពេលបងប្អូនចង់បាន21ធ្វើម៉េច21ប្រើរូបមន្តដូច10អញ្ចឹង10បូក1ចេញ11 10បូក2 12បើបងប្អូនចង់បាន21យើងគ្រាន់តែយកលេខ20បូកលេខ1មក e 10 e 10បូក il e 10 il 21 e 10 e 22 e 10 30 23 e 10 30 24 e 10 o 25អញ្ចឹង10បូក1 11 10បូក2 12 20បូក1 21 20បូក2 22 20បូក3ទៅ23តែបើឡើងចំនួន10 10ដល់ពេល20យើងយកលេខ2បូកលេខ10 2បូក10ចេញ20តោះដល់ពេល30 30លេខ3 10លេខ10ឃើញទេអញ្ចឹងយកលេខ3បូក10ទៅជា30 30គឺ30បាទយល់ទេទាំងអស់គ្នាឡើយហ្នឹងបញ្ជាក់ភាសាទៀត1ដល់